យើងទៅតែរួមនេះជាមួយបរិបទវិញនេះសង្គ្រាមនេះមិនទៅអាចបញ្ឈប់ភាពភ្លាមទេយើងដឹងថាប្រទេសយើងត្រូវការស្នូលភាពប្រជាជនយើងមានបេះដូងបរិសុទ្ធប្រជាជនយើងល្អប្រជាជនយើងចេះសង្កេតគ្នាហើយប្រទេសយើងអត់ចង់បានសង្គ្រាមឡើយរីឯប្រទេសសៀមគឺជាប្រទេសចរដែលតែងតែរំលោភបំពានមកលើបណ្ដាដីអធិបតេយ្យភាពរបស់កម្ពុជារហូតតាំងពីអាណានិគមបារាំងរហូតដល់ប្រាសាទព្រះវិហាររហូតដល់ប្រាសាទតាមុនតាកំបីទាំងអស់នេះគឺជាអ្វីដែលប្រទេសសៀមតែងតែរំលោភបំពានលើកម្ពុជារហូតអញ្ចឹងហើយយើងជួបថាទោះបីថាយើងចរចាតាមវិធីណាក៏ដោយគឺយើងចង់បានណាចង់ចរចាដើម្បីទទួលបានសន្តិភាពដើម្បីទទួលបានការអភិវឌ្ឍប្រទេសរបស់យើងនិងចង់បានឲ្យប្រជាជនរបស់យើងនៅក្នុងសុខសន្តិភាពចឹងហើយបានខ្ញុំធ្វើវីដេអូនេះគឺចង់ឲ្យបងអាជីវករឬក៏អ្នកលក់ដូរផ្សេងៗហ្នឹងសូមគាត់នៅតែបន្តនៅក្នុងការលក់ដូរបន្តនៅក្នុងការធ្វើការហើយជួយបងឲ្យធ្វើការតាមរដ្ឋឬឯកជនឬធ្វើការតាមធំទាំងអស់មិនថាធ្វើការតាមប្រព័ន្ធអនឡាញលក់ដូរទៅផលទេនៅតែបន្តធ្វើការថាដែរហើយចំពោះអ្នកដែលជួយជាមួយតកាន់បបដែលភាសឹកដែលភាសឹកហើយមិនទាន់អាចមកនៅដំណើរខាងវិញឬក៏មានការខ្វះខាតអីយើងនៅតែបន្តលុយធម្មតាជួយធម្មតាតិចឬក៏ច្រើនតាមវិញតែអាចបានចឹងណាហើយចំពោះបងដែលអត់សូវមានសមត្ថភាពអាចជួយជាកម្លាំងឬក៏អត់សូវមានជាពេលវេលាឬក៏កម្លាំងទេអាចជួយតាមរយៈការផ្សព្វផ្សាយតាមប្រព័ន្ធ YouTube Facebook Instagram YouTube ឬក៏ប្រព័ន្ធបណ្ដាញផ្សេងៗដើម្បីជួយនៅក្នុងការបំផុសនៅផលិតផលល្អបំផុសនៅវីដេអូប៉ាត់ដើម្បីផ្សព្វផ្សាយតាមរយៈការនិយាយជាភាសាជាតិឬក៏ការនិយាយបែបជាភាសាអន្តរជាតិដើម្បីបង្ហាញឲ្យពិភពលោកបានមើលឃើញថាប្រទេសយើងគឺជាប្រទេសមួយដែលត្រូវការសន្តិភាពណាស់ហើយប្រទេសយើងគឺមិនដែលចង់រំលោភបំពានទៅកាន់ប្រទេសណាឡើយមានតែប្រទេសសៀមទេគឺជាប្រទេសចរដែលពង្រឹងជំនឿនៅប្រវត្តិសាស្ត្រដែលតែងតែរំលោភបំពានមកលើប្រទេសកម្ពុជារហូតអញ្ចឹងហើយខ្ញុំចង់ឲ្យទាំងអស់គ្នានឹងធ្វើយ៉ាងណានៅក្នុងការចូលរួមធ្វើឲ្យចាក់រំសេដ្ឋកិច្ចគ្រួសាររបស់យើងដំណើរការដំណើរធ្វើឲ្យចរន្តសេដ្ឋកិច្ចរបស់ប្រទេសជាតិរបស់យើងដំណើរការទៅមុខធំណាគឺឲ្យប្រទេសមួយនឹងធ្វើបាបយើងឲ្យបានចិត្តថានៅពេលដែលប្រទេសយើងជួបសង្គ្រាមនឹងអត់អាចរីកចម្រើនបានភ័យខ្លាចកុំឲ្យប្រទេសគិតដល់គឺពួកយើងត្រូវតែគ្រប់គ្រងគ្នាដើម្បីធ្វើប្រទេសរបស់យើងមានការអភិវឌ្ឍនិងដំណើរការទៅមុខវិញបានយ៉ាងរលូននិង